បាទជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពខ្ញុំនិងកូនប្រុសរបស់ខ្ញុំទាំងពីរនាក់ក៏បានផលិតមាតិការួមគ្នាដើមឡើយមានតែខ្ញុំម្នាក់ឯងទេប៉ុន្តែអរគុណព្រះជាម្ចាស់សម្រាប់កូនប្រុសពីរនាក់នេះដែលបានមកជួយអញ្ចឹងណាកន្លងមកខ្ញុំធ្វើតែម្នាក់ឯងប៉ុន្តែការផលិតមាតិកាដាក់ក្នុងបណ្ដាញសង្គមទាំង YouTube ទាំង Page ជាក់ស្ដែងខ្ញុំធ្វើតាំងពី2006មកម្លេះក៏ប៉ុន្តែយើងឈប់ខានឈប់ធ្វើអញ្ចឹងណាក្រោមហេតុផលចំណូលពីបណ្ដាសង្គមវាមិនអាចជួយឲ្យយើងខ្លាយជាអ្នកមានអីបានទេវាគ្រាន់តែរួចនេះរួចនោះអីអញ្ចឹងហើយណាមួយវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំផ្ទាល់ផងដែរហើយឥឡូវនេះក៏យើងនៅតែបន្តផលិតនិងធ្វើវារាល់ថ្ងៃនៅពេលដែលយើងទំនេរពីការងារបិទជាក់ស្ដែងយើងមានពេលធ្វើនិងមានពេលមិនធ្វើដែរអញ្ចឹងណាហើយដែលឡែកនេះខ្ញុំទិញសម្ភារៈដូចជាឡានថោកធូរថ្លៃឲ្យកូនអញ្ចឹងទៅឲ្យគាត់លេងទៅហើយទួនាទីរបស់ខ្ញុំថតដើម្បីវាជាកម្រៃទេដោយសារអីជាទូទៅធម្មតាហើយនៅពេលដែលយើងមានគ្រួសារមានកូនប្រកបជាមានការចំណាយហើយប្រកបជាមានជំងឺអញ្ចឹងឧបសគ្គវាជាច្រើននឹងវាកើតឡើងហើយអញ្ចឹងទៅក៏ដើម្បីយើងអាចឆ្លៀតពីនេះពីនោះបានអញ្ចឹងណាបើជាទូទៅម៉ោងស្អុយសម្រាប់ខ្ញុំហើយជាទូទៅខ្ញុំស្រឡាញ់ទៅលើការថតនិងការផលិតនេះពីដើមមកដែរបើនិយាយរួមទៅស្រឡាញ់បច្ចេកវិទ្យាហ្នឹងតាំងពីទូចមកបើតែកើតនៅក្នុងគ្រួសារក្រីក្រប៉ុន្តែស្រឡាញ់នឹងបច្ចេកវិទ្យាអញ្ចឹងក៏ខំប្រឹងណាខំប្រឹងអ្វីដែលមានទោះបីជារបស់ដែលប្រើទោះបីជាកាមេរ៉ាទោះបីជាការថតនឹងវាមិនស្អាតមិនល្អក៏ប៉ុន្តែខ្ញុំចេះតែច្នៃផលិតមាតិកានឹងឡើងជាចំណូលក្រៅចំណូលតិចតួចសម្រាប់ក្រុមគ្រួសារខ្ញុំផងដែរអរគុណហើយក៏លើកទឹកចិត្តទៅកាន់បងប្អូនប្រិយមិត្តទាំងអស់ដែលនិយមនឹងចូលចិត្តជាអ្នកផលិតមាតិកាសូមព្យាយាមពង្រឹងសមត្ថភាពក្នុងការនិយាយការថតហើយជាពិសេសសូមលើកទឹកចិត្តថាមិនចាំដល់មានរបស់ថ្លៃល្អចាំយើងធ្វើទេយើងព្យាយាមធ្វើពីអ្វីដែលយើងមានទៅហើយព្យាយាមបង្កើតគណនីឬក៏ account ឲ្យបានត្រឹមត្រូវក្នុងការដែលយើងផុសវាចូលហើយយើងធ្វើវាដដែលរាល់ថ្ងៃទៅប្រកបជាមានអ្នកគាំទ្រប្រកបជាមានអ្នកជួយកែលម្អយើងហើយវាជាការសប្បាយសម្រាប់យើងផ្ទាល់ដែរចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះសូមព្រះជាម្ចាស់ប្រទានពរ